នៅវគ្គនេះបាទគឺយើងនឹងលើកយករឿងរ៉ាវនៃការដោះដូរកីឡាករបាទសម្រាប់ទីផ្សារដោះដូរកីឡាករលើកទី1បាទឬក៏ទីផ្សារដោះដូររដូវក្តៅមកជម្រាបជូនពុកម៉ែបងប្អូនបាទនៅផ្ដើមចេញពីបាទកំពូលកីឡាករ Cristiano Ronaldo ឥឡូវនេះបាទគឺគាត់បានចេញមកបញ្ជាក់ហើយបាទថាគាត់បាទនឹងមិនទៅចូលរួមបាទជាមួយនឹងក្លឹបណាមួយនៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup បាទនៅពាក់កណ្ដាលខែមិថុនានេះទេបាទបន្ទាប់ពីមានពាក្យចាំរាមថា Ronaldo បាទនឹងមិនពន្យាកិច្ចសន្យាជាមួយនឹងក្លឹប Al Nassr ទេហើយគាត់នឹងចាក់ចេញបាទទៅចូលរួមជាមួយនឹងក្លឹបណាមួយដែលមានវត្តមានលេងនៅក្នុងពាន FIFA Club World Cup បាទគណៈដែលលោក Gianni Infantino ដែលជាប្រធាន FIFA ក៏បាននិយាយបាទកាលពីចុងខែ5កន្លងទៅដែរថាបាទគាត់ចង់ឲ្យមានវត្តមានរបស់កំពូលកីឡាករដូចជា Cristiano Ronaldo នៅក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះបាទគណៈដែល Lionel Messi នឹងគឺមានវត្តមានជាមួយនឹង Inter Miami ហើយបាទអញ្ចឹងលោក Infantino គាត់ចង់ឲ្យមានវត្តមាន Ronaldo ដែរប៉ុន្តែ Ronaldo គាត់ចេញមកបញ្ជាក់ហើយបាទគឺគាត់មិនទៅចូលរួមបាទជាមួយនឹងក្លឹបណាមួយនៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup នោះទេក៏ប៉ុន្តែមកទល់នៅពេលនេះបាទទាំង Ronaldo ក៏ដូចជាភ្នាក់ងាររបស់គាត់បាទគឺនៅមិនទាន់ចូលតុចរចាជាមួយនឹងក្លឹប Al Nassr ឡើយទេបាទអញ្ចឹងបានន័យថាជាសញ្ញាមួយថា Ronaldo កំពុងតែពិចារណាបាទបានន័យថាគាត់មិនទាន់ច្បាស់ 100% ថានឹងបន្តជាមួយនឹងក្លឹប Al Nassr ទេបាទគាត់អាចនឹងចាក់ចេញទៅកាន់ក្លឹបណាវិញក៏យើងមិនដឹងដែរបាទឬក៏នៅអារ៉ាប៊ីសាអូឌីតនឹងដដែលដោយសារតែឮថាក្លឹប Al Hilal ក៏ចង់បាន Ronaldo នឹងដែរបាទគឺក្លឹប Al Hilal ផ្ទាល់ម្ដងដែលចង់បានប៉ុន្តែបាទគ្រូថ្មីគឺលោក Simone Inzaghi បាទចង់បានឬយ៉ាងណាយើងមិនទាន់ដឹងទេដោយសារតែលោក Simone Inzaghi បាទគាត់ត្រូវបានតែងតាំងបាទជាអ្នកចាត់ការនិងជាគ្រូបង្គោលរបស់ក្លឹប Al Hilal ហើយបាទមុនគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការបាទគឺក្លឹប Al Hilal ចង់បាន Ronaldo ប៉ុន្តែបន្ទាប់ពីលោក Simone Inzaghi បានចុះកិច្ចសន្យារយៈពេល2ឆ្នាំបាទដឹកនាំក្លឹប Al Hilal ទៅបាទលេងដំណឹងថាក្លឹបចង់បាន Ronaldo ប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ដឹងទេបាទរងចាំមើលទាំងអស់គ្នាបាទគេលោថា Ronaldo មិនស្ថិតនៅក្នុងគម្រោងរបស់លោក Simone Inzaghi ឬយ៉ាងណាបាទហើយខ្ញុំក៏សូមបន្ថែមព័ត៌មានពាក់ព័ន្ធជាមួយនឹង Manchester United ផងដែរបាទបន្ទាប់ពី Bruno Fernandes បានបដិសេធបាទសំណើដ៏មហាសាលបាទពីក្លឹប Al Hilal ហើយនៅព្រមបន្តជាមួយនឹង Manchester United ទៀតបាទគណៈនេះបាទគឺ Manchester United បាទយកបានកីឡាករម្នាក់បាទគឺ Matheus Cunha បាទ Matheus Cunha បាទយកមកពី Wolverhampton Wanderers ហើយតម្លៃ 62.5 លានផោនដោយសុំបង់រំលោះបាទ3ដំណាក់កាលរយៈពេល2ឆ្នាំបាទឥឡូវព្រមព្រៀងគ្នាឲ្យអស់ហើយបាទបណ្ឌិតសុខភាពរួចរាល់ហើយក៏ប៉ុន្តែកីឡាករមួយរូបទៀតបាទដែលពុកម៉ែបងប្អូនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរបាទគឺខ្សែប្រយុទ្ធរបស់ក្លឹប Brentford កីឡាករ Bryan Mbeumo បាទ Bryan Mbeumo នេះបាទឥឡូវនេះ Man U ព្រមតម្លៃខ្លួនទៅ60លានផោនហើយក៏ប៉ុន្តែ Brentford នៅតែកែកកចង់បាន65លានបាទខុសត្រូវគ្នា5លានបាទលោកបាយជាតិបាទតា Spurs ចូលមកចែកចឹងដែរបាទបញ្ចេញដែរព្រោះតែថាចេះ Bryan Mbeumo នេះបាទដំបូងគឺ Man U ឲ្យ40លានបាទប៉ុន្តែក្លឹបដាក់70លានដូចបងប្អូនដឹងហើយបាទតែ Man U ចង់បានគេចេះតែតម្លៃបន្ទាប់មក Man U ឡើងឲ្យ5លានបាទ Spurs នៅរឹងត្រឹម70ដដែលអញ្ចឹង Man U ឲ្យ45លានហើយបូក add on អត្ថប្រយោជន៍បន្ថែមហ្នឹង10លានទៀតវាឡើង55លាន Spurs សំទោសបាទ Brentford ចុះឲ្យបន្តិចបាទចុះ5លានមកនៅសល់65លានប៉ុន្តែខាងក្លឹប Brentford គឺគេប្រកាន់គោលចំហតែម្ដងគេមិនចុះទៀតទេបាទគឺរឹងតែ65លានផោននឹងតែម្ដងបើចឹងបើចង់បានគឺត្រូវតែហ៊ានបង់ប៉ុណ្ណឹងឥឡូវ Man U បាទបន្ថែម5លានផោនទៀតឡើងទៅដល់60លានផោនវាដេញគ្នាហ្មងបាទMan U គាត់សុកចិត្តតម្លៃបន្តិចហើយគាត់ចង់ឲ្យ Brentford បញ្ចុះបន្តិចឲ្យគាត់វិញបាទតែឥឡូវយ៉ាងណាយើងអត់ទាន់ដឹងទេតែតាមព័ត៌មានខ្ញុំទទួលបានចុងក្រោយគឺ Brentford រឹងជាមួយនឹងតម្លៃ65លានផោននឹងតែម្ដងអញ្ចឹងប្រហែលជា Man U បើសិនជាចង់បានបាទខ្សែប្រយុទ្ធនីសរយានេះខ្លាំងសំទោសបាទខ្សែប្រយុទ្ធកាមេរូនេះខ្លាំងបាទគឺអាចនឹងយល់ព្រម add on ឲ្យ5លានផោនទៀតបាទ add on នេះសំខាន់ណាស់ពុកម៉ែបងប្អូនអញ្ចឹងឆ្លៀតពេលនេះខ្ញុំសូមបញ្យល់ប្រាប់ពុកម៉ែបងប្អូនយើងបន្តិចតែម្ដងទៅបាទ add on នេះគឺគេហៅថាបូកអត្ថប្រយោជន៍បន្ថែមបាទពេលខ្លះក្លឹបដើម្បីបានកីឡាករនឹងមកគឺគាត់ប្រើវិធីនេះដើម្បីឲ្យវាជួយកាត់បន្ថយចំណាយរបស់គាត់បានមួយគ្រាដែរឧទាហរណ៍ថាកីឡាករហ្នឹងបាទក្លឹបឥឡូវកាត់នេះដូច Mbeumo ចឹង Mbeumo បាទគឺ65លានបាន Brentford ព្រមលក់តែ Man U គាត់ឲ្យត្រឹម60លានទេ60លានជាខ្វះ5លានទៀតMan U អាចថាដើម្បីជាថ្នូរដោះដូរណាគាត់ព្រមព្រៀងជាមួយ Brentford ថាឥឡូវគាត់ឲ្យ add on តម្លៃអត្ថប្រយោជន៍បន្ថែមហ្នឹង5លានផោនទៀតបាទអញ្ចឹងវាគ្រប់65លានហើយប៉ុន្តែដល់ពេលគាត់ទិញមកដំបូងគាត់បង់លុយឲ្យដល់60លានទេអញ្ចឹង5លានផោនហ្នឹងតើតែ Mbeumo ហ្នឹងបាទនៅក្នុងតែនេះគេមានចែងនៅក្នុងកិច្ចសន្យាណាតើតែ Mbeumo ហ្នឹងមកក្នុងរដូវកាលហ្នឹងលេងបានចាប់ពី25ប្រកួតហើយអាចរកគ្រាប់បាល់បានយ៉ាងតិច5-10គ្រាប់អញ្ចឹងណាពីគ្រប់កម្មវិធីទាំងអស់ឲ្យក្លឹបអញ្ចឹងទៅបាទហ្នឹងគឺ Man U ត្រូវបង់ add on 5លានផោនហ្នឹងទៅឲ្យ Brentford ដែរគេធ្វើអញ្ចឹងដើម្បីសម្រួលដូច bonus អញ្ចឹងណាដូចយើងជួលបុគ្គលិកមកធ្វើការបើសិនបុគ្គលិកហ្នឹងអាចធ្វើការលក់របស់ឲ្យយើងបាទក្នុងមួយខែបានចំណូលប៉ុណ្ណេះទៅយើងឲ្យ bonus គាត់បន្ថែមអញ្ចឹងណាបាទអញ្ចឹងអានឹងវាដូចគ្នាបាទអញ្ចឹងគេធ្វើ add on ហ្នឹងក៏មួយយ៉ាងដែរណាតែយ៉ាងណាក៏ដោយយើងអត់ទាន់ដឹងទេព្រោះ Man U ឥឡូវនេះបាទគឺគាត់ឲ្យត្រឹម60លានផោនសិនប៉ុន្តែ Mbeumo នេះគឺចង់មក Man U ខ្លាំងមែនទេគាត់អត់ខ្វល់រឿងលេងពានអឺរ៉ុបអីទេព្រោះ Man U អត់មានកៅអីលេងពានអឺរ៉ុបទេឆ្នាំក្រោយបាទហើយឮថាមាន3ក្លឹបនៅ Premier League នេះសិតតែមានកៅអីលេងពានអឺរ៉ុបចង់បានដូចមាន Newcastle មានអីដែរប៉ុន្តែ
Embemo ហ្នឹងគាត់អត់ទៅទេបាទគឺគាត់បេះដូងគាត់ប្រាប់ថាមានតែ menu មួយគត់ដែលគាត់ចង់មកលេងឲ្យបាទអញ្ចឹងយើងរងចាំមើលទាំងអស់មើលបាទហើយChokeres ដោយលោកម៉ៃជិតបានលើកឡើងពីដើមកម្មវិធីបាទ Chokeres នេះក៏លឺតំណែងថាចង់មកលេងឲ្យ menu ដែរទោះបីជាអត់មានកៅអីលេង Champions League ដោយការក្រោយក៏ដោយបាទតែ Club Sporting Lisbon បាទថាបើអត់បាន70លានអឺរ៉ូយ៉ាងតិចទេគឺអត់និយាយជាមួយ club ណាទាំងអស់បាទហើយ Chokeres នេះគាត់មានតំណែងល្អជាមួយលោក Ruben Amorim បាទអញ្ចឹងប្រហែលជាអាចនឹងមក Old Trafford ដែរឬយ៉ាងណាបាទចាំមើលបាទព្រោះថាលោក Ruben Amorim ហ្នឹងគឺគាត់មាន connection ល្អជាមួយនឹង Chokeres ហ្នឹងបាទអញ្ចឹងចាំមើលតើទាំង Brian Embemo បាទទាំង Victor Chokeres បាទពិតជាអាចមក Old Trafford នៅការក្រោយនេះយ៉ាងណាបាទយើងរងចាំមើលទាំងអស់គ្នាបាទចុះលោកម៉ៃជាតិមានអ្វីបន្ថែមទេបាទពាក់ព័ន្ធជាមួយ Club Arsenal ដែរClub Arsenal បាទគឺ update ជូនបងប្អូនបាទនិយាយរួមបាទទាំងលោក Mikel Arteta បាទទាំង Sporting Director បាទគឺគាត់ដាក់គោលដៅ4បាទមិនមែនដាក់គោលដៅ4គឺតំបន់4ដែលគាត់ចង់បានបាទទី1គឺប្រយុទ្ធកដាលទី2គឺឆ្វេងស្លាប់ឆ្វេងទី3កដាលបម្រើហើយនឹងអ្នកចាំទីបាទអ្នកចាំទីគឺគាត់ចង់បានលំមទេដើម្បីមកតាមមកផ្សំឬក៏អាចថាមកជំនួសរយ៉ាម្ដងម្កាលបាទថារយ៉ាអាចនៅទី1ហើយបាទតែបើសិនជាអ្នកចាំទីនឹងមកគាត់ទឹកដៃល្អជាងក៏អាចនឹងជំនួសម្ដងម្កាលកុំឲ្យរយ៉ាគាត់ហត់ពេកបាទអញ្ចឹងគឺ Kepa គាត់ជំរឿសដំបូងរបស់ Arsenal ដែលទ្រង់ចំណាយប្រហែលជា5លានទេបាទជាមួយនឹង Chelsea ហើយប្រយុទ្ធគោលបាទគឺមានច្រើនបាទមានច្រើនតែ Arsenal ដែលគៀកជាងគេបាទហើយនឹងចង់បានជាងគេគឺ Sesko ហ្នឹងហើយបាទ Benjamin Sesko កីឡាករ Slovenia បាទរបស់ Slovenia ដែលលេងនៅ RB Leipzig ហ្នឹងបាទអញ្ចឹងកីឡាកររូបនេះបើរឿងទៅរលូនជាង Chokeres បាទដោយសារតែទី1 Arsenal ក៏ចង់បានផងហើយការនិយាយជាមួយនឹង club ហ្នឹងក៏រឿងត្រូវគ្នាច្រើនដែរដែលតម្លៃខ្លួនគឺចន្លោះពី80លានឯណោះបាទចន្លោះពី80លានទៅ100បាទគឺចន្លោះប៉ុណ្ណឹងអាចទៅ8ជាងឬ9បាទនិយាយទៅក្រោម100លើ80បាទហើយខ្សែប្រយុទ្ធនេះបាទគឺនឹងត្រូវទម្រង់លេងរបស់លោក Mikel Arteta គាត់ចង់បានគាត់ដូចជាបំរើកណ្ដាលដែរបាទបំរើប្រយុទ្ធបាទបំរើប្រយុទ្ធដែលអាចសុទ្ធបានច្បាស់បាទគេអាចថាលេងស្តៀងទៅនឹង Erling Haaland បាទហើយ Chokeres ក៏នៅតែជាកីឡាករមួយថានៅលីសរបស់ Arsenal ដែរបាទថែមកីឡាករខ្លះដូចជាទៅចង់បានLeao របស់ AC Milan បាទចង់បាន Morgan Rogers របស់ Aston បាទគោលដៅរបស់ Arsenal ចុងក្រោយចង់បានកីឡាករជួនទូណាទៀតបាទតែគាត់ថាជាចាំបារម្ភគាត់ថាជាតែចូលលីសមួយរបស់ Arsenal បាទលីសទាំងចូលបាទគោលដៅធំគឺ Zesco នេះហើយបាទ Arsenal ចង់បានហើយអាចថាបើបានរូបនេះគឺបំពេញកណ្ដាលនឹងល្អជាងគេហើយបើស្លាប់ឆ្វេងគឺមាន Rodrigo ហើយនិង Nico Williams បាទដែលជាគោលដៅធំរបស់ Arsenal មកជំនួសខាងឆ្វេងហ្នឹងអាចថាចាប់ដៃគូជាមួយនឹង Martinelli ឬក៏ Trossard បាទ Trossard អាចថាលក់ចេញបាទបីគាត់នឹងចំណាស់ដែរហើយ Martinelli មាន AC Milan នេះគាត់ចង់បានដែរតែ Arsenal គាត់ថាប្រហែលជាមិនលក់ទេបាទ